chẳng bình chịu bật thua nó cái chùm riêng màu nó mà đo trong ngày thả bởi mình ôi dân prăng từ rô ti pưng không là bọc hàng khảo tế ta trời thơ mệt cứ ôi miền sel pram ní chia sum bắt cây lên á thì chia à đây giờ trọp á dân cất từ đường rồi lép rồi vô rồi kê rồi mua phần tay ọt miền sel từ tê tới thằng nóng đến hãy ọt đăng tờ sel đến chia sum bắt sum khăn bị xe khăn xa đây chỉ vật dạng nào thế lấy nhiệt nhôm miền sel pram nâng miền trầm để thảo miền sel pram nâng nhầm khai ba khai lệ nữa nhầm miền sel pram nâng cứ đầm bè nhầm từ cả tham su mình mấy con từ rương nâng ấy rương nâng chị à này xong ấyแต่เรื่องไปย้อยđể trời khơi cho ba không phải chở bắn nâng cứ sầm bắt để dân trời ruột ban chia hàng khổng nè đây chia ti pưng hàng khổng vậy ti pưng hàng khổng đôi dân pưng vào đây đôi dân pưng côn đôi dân pưng trọc sầm bắt pưng càng nghe chẳng á tạiនេះជាទីពឹងខាងក្នុងចឹងហើយអត់មានបោកប្រាស់យើងទេណែអត់ទេដូចជាសិលនេះណាកូនល្អ10 20នាក់មិនស្មើនឹងសិល5ទេទៀតហើយបើញាតិញោមអត់មានសិលពឹងតែកូនហើយកូននឹងល្អធ្វើសិតតែដុកទ័រសិតអង្គស៊ីញើធ្វើស្អីណាយនេះក៏ដោយប៉ុន្តែតិចថាត្រូវគ្រោះថ្នាក់ឡានងាប់ទៅតិចទាំងអត់គិតម៉ែគិតឪអកតញ្ញូអីចឹងទៅវាចិត្តតែមានបញ្ហាតែបើជាមួយសិល5កូន5នាក់ហ្នឹងអត់កំភ្លេចញាតិញោមទេណាថែរក្សាចិត្តចិញ្ចឹមទឹកចិត្តហើយញាតិញោមនឹងឯងមានចិត្តប្រព្រឹត្តទៅដោយភាពខ្សែមខ្សាមទៅបានតាមរយៈនៃសិលហ្នឹងតែមិនមែនមានត្រឹមតែសិលទេមានការអប់រំទូមានចិត្តថែមពីលើសិល5ហ្នឹងទៅទៀតណាអាហ្នឹងត្រូវកាត់បន្ថយណាតែហ្នឹងយើងកាត់បន្ថយពីរបស់ខាងក្រៅដែលយើងប្រឹងប្រែងតឹងតែងទៅស្វែងរកនោះរួចទៅមានឧបោសថសិលទៀតញាតិញោមរក្សាឧបោសថសិលជាចំណែកមួយក្នុងការលះកាមគុណជារបស់ខាងក្រៅហ្នឹងអញ្ចឹងខែ4ដងអីចឹងទៅឧបោសថសិលណាដល់អញ្ចឹងទៅវាបន្ថែមទីពឹងជាខាងក្នុងនេះតែហ្នឹងហើយទៀតដែលយើងត្រូវយល់បកគោលការណ៍ពុទ្ធសាសនាគឺដើម្បីកាត់បន្ថយនៅទីពឹងជារបស់ខាងក្រៅដែលយើងតែងតែផ្ញើសេចក្តីសុខរបស់យើងជាមួយនឹងរបស់ខាងក្រៅតែឥឡូវយើងមកផ្ញើសេចក្តីសុខជាមួយនឹងធัวជាខាងក្នុងវិញណាយើងសាងសេចក្តីសុខក្នុងចិត្តរបស់ខ្លួនឯងក្នុងជីវិតខ្លួនឯងដោយការរក្សាសិលអាហ្នឹងសិលហ្នឹងទេជាឈ្មោះនៃសេចក្តីសុខហ្នឹងតែហ្មងព្រោះតលតែសុខហើយបានអាចកើតសិលបើចិត្តនឹងមិនសុខទេមិនអាចកើតសិលបានទេសុខហើយបានមិនទៅសម្លាប់គេណាសុខហើយបានមិនទៅលួចគេសុខហើយបានមិនទៅប្រព្រឹត្តខុសក្នុងកាមេហើយអាសុខនឹងឯងដែលជាពូជសុខក្នុងបច្ចុប្បន្ននឹងជាហេតុនៃសេចក្តីសុខជាពូជនៃសេចក្តីសុខក្នុងអនាគតយ៉ាងណាហ្នឹងមកពីសិលនឹងជាពូជសុខហើយបានមិននិយាយកុហកគេសុខហើយបានមិនបរិភោគទឹកស្រវឹងផ្សេងមិនចាំបាច់ទៅស្វែងរកសេចក្តីសុខពីរបស់ខាងក្រៅក្នុងកាមគុណផ្សេងសុខក្នុងឧបោសថសិលទៀតសុខហើយណាបានជាមិនទៅធ្វើនៅអំពើឆ្កំឆ្គងផ្សេងជាខាងក្រៅហ្នឹងញាតិញោមត្រូវចាំថាមនុស្សយើងដែលស្វែងរកសុខមកពីមានទុក្ខណាហើយទៅស្វែងរកសុខក្នុងរបស់ខាងក្រៅហ្នឹងវាមានបានយកមកជាទីពឹងក្នុងចិត្តអីចឹងហើយអាសេចក្តីទុក្ខវានៅក្នុងចិត្តបើអញ្ចឹងទៅសេចក្តីទុក្ខហ្នឹងវាកាន់ទៅងុំទៅគុំទៅឡើយវាផ្ទុះចេញទៅធ្វើឲ្យបរិយាកាសសង្គមហ្នឹងតាមតឹងទៅមែនទេចឹងដោយសារតែវាផ្ទុះចេញអំពីចិត្តនៃមនុស្សយើងនេះឯងនឹងបានជាយើងត្រូវបញ្ចូលធម៌មកបញ្ចូលទៅឲ្យយើងម្នាក់តិចតិជុំក្នុងចិត្តសន្តានទៅវាផ្សព្វផ្សាយភាពតិចនឹងដោយការធ្វើដោយការនិយាយដោយមុខមាត់ដោយភ្នែកដោយបបោមាត់ដោយពាក្យសម្ដីអកប្បកិរិយាហ្នឹងណាវាទៅជាទន់ភ្លន់វាទៅជាផ្អែមល្ហែមវាទៅជាតិចតិជុំឲ្យដល់អ្នកដតីហ្នឹងគឺវាចេញពីចិត្តដែលមានធម៌ហ្នឹងដែលមានសិលហ្នឹងទៅរួចទៅអាការដែលយើងពឹងរបស់ខាងក្រៅផ្នែកខាងខ្លាំង
បកែសាក់សិតតាមដែលយើងជឿផ្សេងអាហ្នឹងក៏ត្រូវកាត់បន្ថយទៀតព្រោះអាហ្នឹងវានៅក្នុងការពឹងរបស់ខាងក្រៅដដែលបន់ស្រន់បួងសួងវកសូមឲ្យព្រះជួយចេះព្រះជួយចុះមុនអាគមគាថាស្អីឬវត្ថុស័ក្តិសិទ្ធិខ្លាំងបកែអីបុគ្គលនេះបុគ្គលនោះធម្មមុខធម្មោព្រះសាអាអ្នកមានបុណ្យអីណាយើងត្រូវកាត់បន្ថយអស់ហើយពីព្រោះអ្នកទាំងអស់ហ្នឹងមិនអាចចូលមកលះលោភៈទោសៈមោហៈឲ្យយើងបានទេយើងទៅផ្ញើជីវិតជីវ៉ាបដេកផ្ដួលសង្ឃឹមអីទៅលើអ្នកទាំងអស់ហ្នឹងវត្ថុទាំងអស់ហ្នឹងស្អីហ្នឹងទេវតាប្រអិនប្រព្រំចុះមកក៏មិនមែនមកជួយសម្អាតចិត្តឲ្យយើងបានដែរមានតែខ្លួនយើងដែលអាស្រ័យព្រះធម៌បដិបត្តិកម្ចាត់នៅកិលេសក្នុងចិត្តសន្តានដូច្នេះគឺច្បាស់លាស់ 100% ទៅអញ្ចឹងតែហ្មងទៅយើងមានពឹងអីរបស់ខាងក្រៅនឹងកើតទៅបើរឿងពឹងដូចជាថាយើងពឹងបងប្អូនម៉ែឪអីជួយគ្នាអីចឹងដោយសង្ឃហធម៌អីភរិយាត្រូវសង្គ្រោះស្វាមីសង្គ្រោះភរិយាមេដាបិតាសង្គ្រោះបុត្រនឹងត្រូវដឹងគុណមេដាបិតាអីពឹងពាក់គ្នាអញ្ចឹងបានប៉ុន្តែអារឿងពឹងពាក់គ្នាខាងក្រៅហ្នឹងក៏វាចេញមកអំពីការដែលមានធម៌ជាខាងក្នុងនឹងដែរដែលអាចដើម្បីជាទីពឹងនៃខ្លួនឯងបានហើយនោះទៅអាចជាទីពឹងសង្គ្រោះទៅអ្នកដទៃនឹងបាន